ទេវតាឆ្នាំថ្មីព្រះនាមរក្សាទេវីជាបុត្រីទី3នៃកបិលមហាព្រហ្មបានយាងចូលមកដល់ហើយសុភមស្តោវរៈមង្គលាជយាតិរិងព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2569ត្រឹមថ្ងៃសុក្រ15កើតខែពិសាខលុះដល់ថ្ងៃសៅរ៍1រោចខែពិសាខឆ្នាំមមីអត្តស័កតទៅចូលពុទ្ធសករាជ2570និងកណនីឆ្នាំមមីឥឡូវនេះសង្ក្រាន្តចូលនៅថ្ងៃអង្គារ12រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង10:48នាទីព្រឹកពេលនោះព្រះអាទិត្យចេញពីមជ្ឈរាសីស្ថិតនៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្ដាលមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមរាជសាទេវីជារាជបុត្រីទី3នៃកបិលមហាព្រហ្មគង់នៅចតុមហារាជិកាទ្រង់អំពរពណ៌ខ្មៅលំអនៅព្រះការដោយសៀតឈូកអភិរណៈ